បាទសួស្តីអ្នកនរគ្នាបាទសូមស្វាគមន៍មកកាន់វីដេអូបង្រៀនរបស់ខ្ញុំសម្រាប់ថ្ងៃនេះបាទអញ្ចឹងថ្ងៃនេះយើងបន្តទៅកម្មវិធី Microsoft Word របស់យើងបន្តទៀតបាទអញ្ចឹងខ្ញុំមានជាលំហាត់មួយសម្រាប់ឲ្យអ្នកនរគ្នាអនុវត្តបាទអញ្ចឹងនៅក្នុងលំហាត់របស់ខ្ញុំគឺមានកលឹះមួយចំនួនបាទដូចជាបាទអក្សរខាងលើនេះគឺយើងសរសេរមានលក្ខណៈជាអក្សរដិតបាទហើយយើងធ្វើការតម្រឹមកថាខណ្ឌឬក៏តម្រឹមអត្ថបទផ្នែកកណ្ដាលបាទអញ្ចឹងចំណុចនេះគឺយើងប្រហែលជាអ្នកនរគ្នាមួយចំនួនគាត់បានដឹងហើយតកតងទៅនឹងការតម្រឹមកថាខណ្ឌបាទអញ្ចឹងការតម្រឹមកថាខណ្ឌគឺយើងមានបាទចំនួន4បាទទី1គឺតម្រឹមផ្នែកខាងឆ្វេងបាទហើយទី2គឺតម្រឹមផ្នែកបាទកណ្ដាលបាទហើយទី3គឺតម្រឹមផ្នែកខាងស្ដាំបាទហើយទី4គឺតម្រឹមទាំងសងខាងបាទអញ្ចឹងអ្នកនរគ្នាប្រហែលជាដឹងហើយតកតងទៅនឹងការតម្រឹមកថាខណ្ឌឬក៏ការតម្រឹមអត្ថបទបាទអញ្ចឹងអក្សរដែលខ្ញុំសរសេរនេះគឺអក្សរដែលខ្ញុំតម្រឹមផ្នែកកណ្ដាលណាបាទហើយអក្សរនេះគឺជាអក្សរដិតទៀតបាទហើយមួយទៀតគឺតកតងទៅនឹងការប្រើប្រាស់ tape បាទដែលមាននៅលើ keyboard របស់យើងណាបាទជាយើងអាចធ្វើការប្រើ tape មកបានប៉ុន្តែយើងប្រើក្នុងលក្ខណៈ default ទេបាទអត់ទាន់ប្រើលក្ខណៈបាទឲ្យស៊ីជម្រៅណាបាទមួយទៀតតកតងទៅនឹងការសរសេរអក្សរដិតហើយមានលក្ខណៈ trade ទៀតបាទអញ្ចឹងលក្ខណៈបែបនេះបាទហើយបាទមួយទៀតគឺតកតងទៅនឹងការគូសបន្ទាត់ឆូតបាទលើអក្សររបស់យើងណាបាទឬក៏ល្បះរបស់យើងបាទយើងដាក់យ៉ាងម៉េចបាទហើយមួយទៀតគឺយើងនិយាយទៅលើរបៀបដាក់បន្ទាត់ពីខាងក្រោមអក្សររបស់យើងបាទមួយទៀតតកតងទៅនឹងការដាក់បន្ទាត់ឆូតកាត់ទៅលើអក្សររបស់យើងបាទដែលមានលក្ខណៈពីរជាន់បាទដូចខ្ញុំធ្វើការបង្ហាញអញ្ចឹងណាបាទអញ្ចឹងដើម្បីឲ្យអ្នកនរគ្នាអាចធ្វើទៅបានគឺខ្ញុំមានបាទជា file មួយទៀតសម្រាប់ឲ្យអ្នកនរគ្នាអនុវត្តណាបាទហើយខ្ញុំអត់ធ្វើការវាអត្ថបទឡើយទេបាទគាត់ខ្ញុំធ្វើការបង្ហាញពីគន្លឹះក្នុងការធ្វើទៅលើបាទលំហាត់នេះតែម្ដងបាទអញ្ចឹងសម្រាប់អ្នកនរគ្នាគឺអ្នកនរគ្នាវាអត្ថបទអង្គតែម្ដងណាបាទប៉ុន្តែខ្ញុំបើសិនជាខ្ញុំវាគឺប្រើពេលយូរអញ្ចឹងវីដេអូវាវែងដែរអញ្ចឹងសូមអធិស្ឋានណាខ្ញុំគ្រាន់តែធ្វើការបង្ហាញអំពីគន្លឹះក្នុងការធ្វើទៅលើលំហាត់នេះទេបាទអញ្ចឹងយើងបើក file មួយទៀតដើម្បីយើងធ្វើការអនុវត្តទាំងអស់គ្នាបាទបាទ file នេះគឺជា file ដែលខ្ញុំបានបាទរៀបចំឡើងសម្រាប់អនុវត្តបាទឲ្យបងប្អូនទាំងអស់គ្នាបានឃើញណាបាទអញ្ចឹងមុនដំបូងបាទគឺយើងត្រូវតម្រឹមកថាខណ្ឌយើងគឺតម្រឹមផ្នែកកណ្ដាលគឺយើងយក center មកណាបាទឬក៏យើងចុច control បូកជាមួយអក្សរ E មកបាទ shortcut key ណាបាទយើងចុចលើវាមកចាអក្សររបស់យើងគឺមកផ្នែកកណ្ដាលហើយបាទហើយមួយទៀតគឺតកតងទៅនឹងពុម្ពអក្សរឬក៏ម៉ូដអក្សរណាអញ្ចឹងអក្សររបស់ខ្ញុំគឺខ្ញុំវាយអក្សរមួយដែលមានឈ្មោះ Time New Roman បាទប៉ុន្តែអក្សររបស់ខ្ញុំដែលខ្ញុំបង្ហាញគឺមានឈ្មោះថាបាទ Calibri បាទអញ្ចឹងវាខុសពីអត្ថបទរបស់យើងដើមណាអត្ថបទដើមគឺមានឈ្មោះបាទTime New Roman ណា Time New Roman បាទហើយទំហំវាគឺ20បាទហើយអក្សររបស់យើងគឺមានលក្ខណៈជាអក្សរដិតបាទអញ្ចឹងចំពោះអត្ថបទនេះគឺវាបាទពុម្ពអក្សរគឺមានឈ្មោះថាបាទ Calibri បាទទំហំ20ដែរណាហើយអក្សររបស់យើងអត់ដិតទេបាទអញ្ចឹងឥឡូវយើងដាក់អក្សរដិតសិនមកណាបាទចុចលើអក្សរដិតសិនមកគឺយើងចុចលើអក្សរ B សម្រាប់ធ្វើការដាក់អក្សរដិតណាបាទចឹងអក្សររបស់យើងគឺមានលក្ខណៈដិតបែបនេះបាទបន្តមកទៀតគឺយើងបដូរ font ទៅជា font Time New Roman បាទគឺអក្សរឡាតាំងណាបាទចឹងយើងចុចចំចុងព្រួយមកណាដើម្បីយើងធ្វើការបដូរ font បាទចឹងយើងអាចធ្វើការសេរី tab នេះចុះក្រោមមកដើម្បីរក font របស់យើងប៉ុន្តែដោយសារវាច្រើនពេកយើងមិនបានការរកមើលបាទយើងអាចធ្វើការវាយណាយើងអាចធ្វើការវាយឈ្មោះនៃ font របស់យើងដែលយើងចង់បានមកជាទីអត់ថាខ្ញុំចង់បាន font Time New Roman បាទអញ្ចឹងខ្ញុំselect លើអក្សរខ្ញុំចង់ដូរសិនណាបាទយើងselect លើវាសិនមកបន្តមកទៀតគឺយើងចុចចំសញ្ញាព្រួយណាបាទចុចចំសញ្ញាព្រួយនឹងមកហើយយើងវាយបាទ Time New Roman បាទយើងវាយ
bà những về so thi mất cứ việc bằng hai sạp hay không nhé bà việc bằng hai ở time euro man tạm đỏ bà chơi dương ở chữ inter là keyboard mùi màu bà chơi dương ở từ bàn ở font muối để mình có tha time euro man bà đam mê tầm hôm viết cứ một pay nè bà chơi net ở ai vô ở tầm hôm viết một pay ở bà một pay 4 các bạn này rồi còn một pay pi các bạn đây nè tam ở ca ở bình chất ca cho chất bọ ở net ở này bà bắn to tiền bà ở so hàng crom đi bà chuyên khơi tha ở so hàng crom này cứ chỉ ở font muối để mình có tha calibrate được này bà chẳng dương trâu ở cầm nót ở font tầng on tôi chỉ ở font muối để mình có tha time euro man bà chẳng những ai phơi ca ở select lơ về chẳng món á bà định phơi ca bằng hàng chẳng máu select hình crom lao từ lơ các bán rồi có select pi ở bà khang lơ cho một crom các bạn đài bà phần tay bao sân việc nó cả đây ở bà cam thi bỏ net of error bà trên net of đã ở bà cursor bao nhiêu nó còn lớn đi các bán bà đặt nó càng crom đi các bạn bà net of đã cursor nó càng crom ní of ở cho C nè chữ C hay giờ chữ edo key mình thay ở of ở nhà pruin amok ở càng train bà trên video ở cao sẽ ở dưới ngày thôi nhé bà chỉ bàn to mà chẳng màu nó không cả này cam thi bao dương ở miền ca error đó bà và tay ở tới dương ở phô tam thom đa màu bà phải nhé bà đợi bà sân chia net of net đã ở cursor nó khăn đi vinh bà chẳng ở số net of net chữ C hay chữ edo key mình ta ở dương chữ nhà pruin một này ở càng đam vinh bà chẳng dương ai phơi cao sẽ lấy ba được này bà anh ấy nó cả này ở bà cam thi bao dương error nè bà sân chữ error tới dương phơi cao rồi thom đa màu bà sẽ bị chẹn á bà chẳng to đó nè bà lâu ở xa ở commenter bao nhiêu cứ ở miền cả error tây cứ những phơi cao sẽ lấy ở bà viện này tặng ở tạm đó nè bà chẳng nó bây những phơi cao sẽ lấy hỏi cứ dương ở đầu font bà pi ở calibrate tôi chỉ ở tham euro man bà chẳng là sao nhưng mà drop ở select vô việc đó cứ việc bằng hai lần đi tạm đỏ bà chẳng cho ở bà font ở mỗi điểm mình tha tham euro man hàng màu nè bà chẳng ở dưới người tua bàn ở font mỗi đây mình tha ở tham euro man hay tầm hôm viết cứ tầm hôm đó và đọc pi ở nhưng số ở mình chẹn á tẹt to tầm nâng ở bà tầm hôm nay ở so ở không bị sợ ở clay bà chẳng ở tầm hôm đây cái vi chỉ thò mặt ác cứ cái vô tầm hôm đọc pi bà mỗi tiết tẹt to ở tầm nâng ở bà tạ ở bà sinh nhá nó pi crom ở bà biết thay introduction này bà chẳng ở dương ở tạ ở cursor lên như máu nè bà hay dương inter mùi máu bà hay dương ở cho ở sinh nhá đỏ nè nó có bài ở lịch sồn bà này thằng lớn nhưng mới mắc hơi chỉ nhà đỏ ỏi bà chứ dương cho ở bàn chân đỏ mó tiêu thằng đại ở khả năng pram bà hay bên toàn tiết nhưng chơi xì bà hay chơi ở xã ô đầm bay ở xã ô thông nè bà hay bên toàn tiết nhưng đã ở nhà đỏ đá đã chừng luôn pram đài đầm bay ở song kháng và smart này sạch nè bà chơi nhưng hơi ở bàn ở bà ở phần này hơi nè chẳng ở bàn toàn tiết cái dương mơ một này crom vinh bà chứ ở này crom như khanh tha ở phần mà viết cứ mình tha ở calibrate bà tầm hôm viết cứ đọc pi bà chẳng ở chấm phụ ắt bọt đám cứ ở font viết cứ mình tha time euro man bà chẳng dương ở phơ ca ở select lơ ở bà ắt bọt bà dương ở món á bà dương phơ ca đầu font về bà tôi chỉ ở font time euro man bà cho dương chữ đầu font nó á bà chẳng dương ở khởi này tham ở euro man á bà từ xa dương ở club vô viêm đỏ hết cứ viên đông hành lờ hai bà chẳng dương chạy vô viêm máu bà chắc là so với dương cứ khai chỉ chi ở font time euro man hai bà ở bàn to tiệt bà chắc ở những khanh tha ở bà so với dương cứ bà miền là cả ở bà đầu font một chi font ở time euro man hai phần tái nó ăn bọt đào mà dương cứ miền là cái nặng đặt thấy trade chẳng ấy bà cho dương ở sở lệnh lưu viêm đòn tiệt máu và sở lưu bằng tiệt máu nè bà em tôi tiết cái dương chơi từ lơ ở so bì và sao bạn ở đạo sọ đất nè dương chơi từ lơ viêm máu bà hay một tiết cái chơi từ lơ so ở ai sao bạn đạo sọ trade bà chứng to đó nè
បាទ យើងបានបញ្នេះហើយបាទ បាទចឹងបន្តទៀតគឺយើងនិយាយទៅលើការកំណត់ tape បាទជាលក្ខណៈ default ណាដែលយើងប្រើប្រាស់នៅលើ keyboard របស់យើងបាទអញ្ចឹងយើងមើលនៅផ្នែកadbot ខាងលើបាទចឹងនៅត្រង់mouse នេះគឺយើងត្រូវធ្វើការដក clear មួយ tape ចឹងណាចឹងយើងចុច tape លើ keyboard របស់យើងមួយមិនណាបាទទីតែមួយបានហើយបាទចឹងតណាបាទចឹងវាដូចនឹង adbot របស់យើងដើមហើយបាទហើយមួយទៀតមួយនេះបាទមួយនេះយើងចុច tape ចំនួន1បានហើយណាបាទហើយទី2នេះគឺយើងចុច tape ចំនួន2មកមានន័យចុច tape លើ keyboard ចំនួន2ដងណាបាទហើយបាទទី3នេះគឺយើងចុច tape នៅលើ keyboard តែចំនួនម្ដងបានហើយបាទហើយទី4នេះគឺយើងចុច tape ឲ្យចំនួន2ដងដែរមកណាបាទបាទខ្ញុំសូមបញ្ជាក់ថានៅក្នុងភាសាអង់គ្លេសណាសម្រាប់កម្មវិធី Microsoft Word បាទចឹងបើសិនជាអក្សរយើងចេញពណ៌ក្រហមគឺអក្សរនោះគឺខុសហើយបាទលើកលែងតែអក្សរនោះវាអត់មាននៅក្នុងភាសាអង់គ្លេសដូចជាទីកន្លែងបាទឈ្មោះអីផ្សេងណាដូចជាឈ្មោះផ្លាកយីហោអីផ្សេងអីវាអត់មាននៅក្នុងភាសាអង់គ្លេសទេអញ្ចឹងបើចេញពណ៌ក្រហមក៏អត់មានបញ្ហាអីទេលើកលែងតែពាក្យដែលមាននៅក្នុងភាសាអង់គ្លេសណាបើចេញពណ៌ក្រហមគឺមានន័យថាខុសហើយបាទឧទាហរណ៍ដូចជាពាក្យអញ្ចឹងណាគឺវាអត់ខុសទេដោយសារវាជាពាក្យហ្នឹងអត់មាននៅក្នុងភាសាអង់គ្លេសទេបាទអញ្ចឹងបានវាចេញពណ៌ក្រហមណាប៉ុន្តែក៏យើងអាចធ្វើការបំបត្តិវាចោលបានដែរបាទគឺយើងបាទដាក់មកលើវាមកយើងចុចមកខាងស្ដាំបាទយកពាក្យថាបាទ inner all មកណាបាទចឹងមកវានឹងបំបត្តិចោលហើយប៉ុន្តែវាបំបត្តិចោលតែមួយរយៈទេណាបាទសុភជាវាអត់បាត់ចោលរហូតទេឥឡូវយើងត្រូវដាក់បន្ទាត់ឈុតកាត់លើពាក្យហ្នឹងបាទអញ្ចឹងដើម្បីយើងធ្វើការបាទដាក់បន្ទាត់ឈុតកាត់លើពាក្យហ្នឹងគឺយើងត្រូវធ្វើការselectលើពាក្យហ្នឹងសិនមកណាបាទអញ្ចឹងយើងចង់ដាក់លើពាក្យណាគឺយើងselectលើពាក្យហ្នឹងមកតោះនេះអញ្ចឹងបាទបន្តមកទៀតគឺយើងចុចទៅលើបាទhome ណាបាទ tab home មកបាទបន្តមកទៀតយើងមើលមកផ្ទាំងបាទ ribbon គឺនៅត្រង់ font ណានៅត្រង់ font នេះបាទចឹងនៅត្រង់ font នេះសូមអ្នកនរគ្នាទាញមកផ្នែកខាងស្ដាំមកគឺយើងឃើញមានសញ្ញាព្រួយតូចមួយចឹងណាបាទឬក៏យើងចុច Ctrl អក្សរ D ក៏បានដែរបាទចឹងយើងចុចទៅលើសញ្ញាព្រួយនេះមកណាបាទវានឹងបង្ហាញផ្ទាំងមួយដែលមានឈ្មោះថា font បាទអញ្ចឹងអ្នកនរគ្នាមើលមកផ្នែកខាងក្រោមបាទនៅត្រង់ effect ណាបាទនៅត្រង់ effect នេះសូមអ្នកនរគ្នាបាទចុច tick នៅក្នុង checkbox មួយដែលមានឈ្មោះថា try through បាទយើងចុចទៅលើវាមកណាបាទអានេះសម្រាប់បន្ទាត់កាត់មួយណាទៅលើពាក្យបាទឬក៏ clear ណាមួយដែលយើងចង់បានណាបាទបន្តមកទៀតយើងចុចទៅលើប៊ូតុង OK បាទអញ្ចឹងយើងបានមួយហើយបាទតកតងទៅនឹងបន្ទាត់ឈុតកាត់ទៅលើពាក្យរបស់យើងបាទហើយទី2បាទទី2គឺយើងដាក់បន្ទាត់ពីខាងក្រោមអក្សររបស់យើងបាទចឹងយើងselect លើអក្សររបស់យើងមកណាបាទដែលយើងចង់ដាក់បន្ទាត់ពីខាងក្រោមបាទបាទចឹងតណាបាទហើយបន្តមកទៀតគឺយើងចុចទៅលើ font នឹងដដែលបាទចឹងយើងចុចទៅលើសញ្ញាព្រួយតូចមួយនឹងមកបាទនៅត្រង់ analyze style បាទចឹងនៅត្រង់ analyze style សូមអ្នកនរគ្នាចុចចុងព្រួយដើម្បីយើងធ្វើការជ្រើសរើសបាទយកបាទបន្ទាត់ណាចឹងបន្ទាត់របស់យើងគឺមានម៉ូដដូចច្រើនបាទចឹងអ្នកនរគ្នាស្រឡាញ់ម៉ូដមួយណាយកម៉ូដមួយហ្នឹងមកណាបាទចឹងទីអត់ថាខ្ញុំយកម៉ូដមួយនេះចោះបាទបាទបន្តមកទៀតគឺខ្ញុំចុចទៅលើប៊ូតុង OK បាទចឹងយើងទទួលបានបែបនេះណាបាទមួយទៀតគឺតាក់តងទៅនឹងបាទដាក់បន្ទាត់ឈុតកាត់2ជាន់ណានៅលើបាទល្បះរបស់យើងឬក៏អក្សររបស់យើងបាទអញ្ចឹងយើងអាចធ្វើការselect ណា select អក្សររបស់យើងមកបាទអញ្ចឹងមកបាទហើយបើយើងទាញចុះក្រោមគឺវាស្រេចទាំងអស់បែបនេះអញ្ចឹងណាបាទទាំងអស់បែបនេះអញ្ចឹងយើងរុញមករបស់យើងមកផ្នែកបាទខាងឆ្វេងមកបាទត្រឹមអ្វីយើងចង់បានមកតោះនេះអញ្ចឹងឬមួយទៀតបាទបើសិនជាអ្នកនរគ្នាពិបាកselectអ្នកនរគ្នាអាចselectបាននៅត្រង់យានេះមកណា select មកបាទហើយយើងអូនឡើងទៅលើទៅយើងនឹងបានអ្វីយើងចង់បានហើយណាបាទ
ក្នុងកាត់ដៃមួយទៀតបើសិនជាអ្នកទាំងគ្នាចង់ដាក់បាទបន្តឈុតកាត់ទៅលើពាក្យបាទផ្សេងគ្នាជាយើងអាចបាទចុចបាទ select លើវាចឹងមកបាទបន្តមកទៀតអ្នកទាំងគ្នាចុច control បាទនៅលើ keyboard របស់យើងណាឲ្យជាប់បាទកុំលែងណាហើយអ្នកទាំងគ្នាចង់ធ្វើការ select ទៅលើពាក្យអីទៀតលើទីហៅថាខ្ញុំselect ទៅលើពាក្យនេះចោះឃើញទេបាទselect លើពាក្យអីទៀតបាទខ្ញុំ select លើពាក្យនេះទៀតណាបាទឥឡូវយើងចង់ select លើពាក្យណាទៀតបាទលើទីហៅថាខ្ញុំចង់ធ្វើការ select លើនេះទៀតណាបាទអញ្ចឹងសូមបញ្ជាក់ណា control កុំបលែងកាលណាយើងបលែង control គឺយើងធ្វើការ select ថ្មីហើយបាទប៉ុន្តែខ្ញុំអត់ចង់ធ្វើអញ្ចឹងទេគឺនៅក្នុង adbot របស់យើងគឺយើងធ្វើចេះទេណាគឺយើង select ត្រឹម year នេះបាទគឺយើង select ត្រឹម year ហ្នឹងមកបាទហើយយើងរុញបាទ cursor យើងឡើងទៅលើមកណាបាទអញ្ចឹងយើងធ្វើការដាក់បន្តឈុតកាត់បាទចំនួន2នៅលើបាទអក្សររបស់យើងបាទអញ្ចឹងដើម្បីយើងអាចធ្វើការដាក់បានគឺយើងចុចទៅលើ font ដដែលណានៅត្រង់សញ្ញាព្រួយទុយមួយហ្នឹងបាទឬក៏យើងចុច control បាទបូកជាមួយអក្សរ D មកក៏បានដែរបាទគឺវាបង្ហាញដូចគ្នាឃើញទេអញ្ចឹងផ្ទាំងរបស់យើងគឺមានឈ្មោះថាផ្ទាំង font អញ្ចឹងណាបាទអញ្ចឹងដើម្បីយើងធ្វើការដាក់បន្តឈុតកាត់ចំនួន2បាទគឺយើងយកបាទចំណុចទី2នេះដែលមានឈ្មោះថា double try through បាទជាយើងធីកនៅលើ double try through ហ្នឹងមកណាបាទអញ្ចឹងវាឈុតកាត់2នៅលើពាក្យយើងចង់ដាក់នឹងហើយឃើញទេបាទហើយយើងចុចទៅលើប៊ូតុង OK មកបាទអញ្ចឹងបាទលំហាត់របស់យើងគឺចប់ហើយតកតងទៅនឹងបាទគន្លឹះមួយចំនួនដែលយើងអនុវត្តបាទនៅក្នុងមេរៀនរបស់យើងនេះបាទអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តនឹងវីដេអូនេះសូមអ្នកនរគ្នាជួយចុចបាទ subscribe នៅ channel YouTube បាទរបស់ខ្ញុំម្នាក់មួយមកដើម្បីផ្ដល់ជាកម្លាំងចិត្តសម្រាប់ខ្ញុំធ្វើវីដេអូជាបន្តទៀតបាទអញ្ចឹងសូមអរគុណបាទ